ថាតើយើងត្រូវសាងសង់ផ្ទះគឺផ្ទៃខាងក្នុងផ្ទះនឹងរបៀបយ៉ាងណាបែបផែនយ៉ាងណាដើម្បីឲ្យហុងស៊ុយគឺខ្យល់ហើយនឹងទឹកអំណាចនៃធម្មជាតិនោះចូលក្នុងផ្ទះរបស់យើងមានចរន្តមានចលនាយ៉ាងណាដើម្បីបង្កើតជាជោគជតារាសីជោគលាភដល់យើងទាំងអស់គ្នាដែលជាអ្នករស់នៅក្នុងផ្ទះនោះមើលនេះផ្ទះនេះជាតួផ្ទះរបស់យើងគេហៅចឹងតួផ្ទះរបស់យើងនេះទ្វារចូលអត់ទ្វារចូលទ្វារចូលបែបផែនដែលយើងត្រូវសាងសង់ដើម្បីសន្សំដើម្បីប្រមូលឲ្យហុងស៊ុយនោះកើតជាជោគជតារាសីកើតជាជោគលាភជួយឧបត្ថម្ភគ្រប់គ្រងរបស់យើងនោះយើងធ្វើរបៀបនេះទ្វារចូលចឹងមកទ្វារចូលចឹងមកបាទនេះជញ្ជាំងកន្លងមកបងប្អូនសាងសង់ច្រើនតែថាចូលចឹងមករហូតចឹងមកតែគួរហុងស៊ុយអត់ចឹងទេចូលមកបាទបុកនេះបាទវៀងមកណាចូលមកចឹងទៅបាទបត់មកណាបាទចូលមកនេះហើយចេញតាមទ្វារក្រោយបាទបែបហ្នឹងហេតុអីបានជាយើងត្រូវសាងសង់បែបហ្នឹងដូចយើងដឹងហើយតើកាលណាយើងធ្វើឲ្យហួសត្រង់ចឹងមកវាទៅជាបែកទ្របឬក៏វាទៅជាលាយទ្របវាទៅជារឿងផ្សេងដែលយើងធ្វើបែបទងអាំងចឹងបាទចឹងបែបទងអាំងចឹងនៅពេលដែលហុងស៊ុយចូលមកអំណាចនៃឥទ្ធិពលពីធម្មជាតិចូលមកវាប៉ះនឹងនេះអញ្ចឹងវាជាតិចឹងបាទ4ម៉ែត្រ5ម៉ែត្រអីចឹងបាទចូលមកវាប៉ះនេះអត់បែកទេប៉ះហើយវាវិលបាទវាវិលដល់ពេលវាវិលវាឧបត្ថម្ភគ្រប់គ្រងយើងហ្នឹងវាប៉ះជាជាងមួយបាទវិលកាលណាវិលវាមានសច្ចៈខ្លះវាคล้ายទៅជាឥទ្ធិពលពិតបាទហើយវាចូលមកបាទចូលមកវាប៉ះនឹងវាជាងវាវិលហើយបាទអត់វាចូលមកវាប៉ះជាងហើយវាចូលបាទចូលហើយក៏វាចេញទៅតាមនេះបងប្អូនកូនចៅមើលឲ្យច្បាស់បាទរឿងនេះថានៅពេលដែលប៉ះនេះបន្ទប់ប៉ះខ្យល់គឺប៉ះជាយ៉ាងនេះមួយបាទបន្ទប់នេះប៉ះពីជ្រុងបន្ទប់នេះប៉ះជ្រុងនេះប៉ះជ្រុងនេះទៀតបាទឯបន្ទប់ទឹកក៏ចឹងដែរបាទនេះ WC បន្ទប់ទឹកខ្នាតបន្ទប់ទឹកបាទប៉ះជ្រុងនេះហើយប៉ះជ្រុងនេះជាផ្ទះបាយតាមក្បួនហុងស៊ុយបងប្អូនកូនចៅទាំងអស់បាទធ្វើផ្ទះបែបនេះឬក៏ធ្វើវាមានបែបផ្សេងច្រើនទៀតបាទមិនមែនតែមួយទេនេះគ្រាន់តែជាឧទាហរណ៍តែមួយហើយតូចប៉ុណ្ណោះបាទតូចប៉ុណ្ណោះដើម្បីឲ្យបងប្អូនកូនចៅបាទសិស្សគុណទាំងអស់ងាយយល់ចូលមកឧបត្ថម្ភចឹងបាទទ្វារចូលមកបាទខ្យល់វាវិលហើយក៏វាចូលបាទវិលហើយក៏វាចូលបាទវិលតាមនេះបកនេះវិលក៏វាចូលបាទអញ្ចឹងខ្យល់គឺអុកស៊ីហ្សែនក៏ពេញយើងរស់នៅទីនេះមានសុខភាពល្អផងហើយយើងទទួលបាននៅជោគជតារាសីបាទជោគលាភបាទសម្រាប់ខ្លួនយើងដែលជាអ្នករស់នៅក្នុងផ្ទះនេះជាហុងស៊ុយដ៏ពិតប្រាកដបងប្អូនកូនចៅលោកស្រីសិស្សគុណទាំងអស់អាចពិសោធន៍មើលបានថាចាំបើធ្វើផ្ទះអញ្ចឹងវាយ៉ាងម៉េចហើយផ្ទះបងប្អូនធ្វើពីមុនមកដែលវាអត់មានត្រូវក្បួនហុងស៊ុយនៅខាងក្នុងហ្នឹងតើយើងរស់នៅវាយ៉ាងម៉េច